អ្នកទាំងអស់គ្នាធ្លាប់តែឃើញគេលេងជាមួយនឹង Xbox ដែលគេ build item hybrid ដូចជាការ build item បែបនេះឬក៏បែបនេះមែនអត់ឥឡូវហ្នឹងខ្ញុំនាំអ្នកទាំងអស់គ្នាទៅមើលជាមួយនឹងការ build Xbox មួយដោយការ build ទៅលើ item ហ្នឹងគឺយើង build item ទៅលើ attack ទាំងអស់ហើយគ្រាន់តែថាយើងបូកជាមួយនឹង item ជីវិត2មួយអញ្ចឹងណាអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរយើងទៅមើលជាមួយនឹងវីដេអូហ្នឹង